Ngàyនេះងើបពីព្រឹកមកបងស្រីក៏បានប្រើខ្ញុំទៅផ្សារហើយផ្លូវទៅផ្សារហ្នឹងឃើញមានទេសភាពស្រស់ស្អាតមែនទែនបងប្អូនស្របពេលដែលមានទេសភាពស្អាតហ្នឹងលាយឡំជាមួយនឹងផ្លូវដ៏សែនរ៉ាប់រ៉ាក់យើងផងដែរបាទដូចបងប្អូនឃើញក្នុងវីដេអូហ្នឹងផ្លូវគឺដល់កហើយបើយើងជិះមិនស្រួលគឺធ្លាក់ក្លុកគឺចប់ហើយនេះផ្សារដែលយើងមកដល់ផ្សារហ្នឹងឈ្មោះថាផ្សារធំហើយនេះខ្ញុំទិញបន្លែទិញអីចឹងណាបងប្អូនលោកយាយក៏ដាក់បន្លែឲ្យសុំម្ទេសសុំអីគាត់ខ្ញុំទិញតកួន 2000 រៀលបានមួយកណ្ដើមួយដុំតែ500ទេចឹងទៅតែ4ដុំ 2000 ហ្នឹងបានជិតមួយអាទិត្យបន្ទាប់មកខ្ញុំក៏បានទិញសាច់ជ្រូកដើម្បីធ្វើជាសាច់ចាំមកធ្វើម្ហូបឆាតកួនហ្នឹងបានឆាទៅផ្សារបានប៉ុណ្ណឹងឯហ្នឹងហើយលេចនោះឡើយគឺកាហ្វេយើងបងប្អូនហើយនេះគឺជាទេសភាពរបស់ផ្សារបាទបន្ទាប់យើងចេញពីតាមផ្លូវមកដល់ផ្ទះឃើញមានទេសភាពស្រស់ស្អាតមែនតើបងប្អូនអើយឃើញមានពណ៌បៃតងខ្ចីមេឃក៏ស្រឡះល្អថ្ងៃក៏បើកខ្លាំងនិយាយទៅទេសភាពស្រស់ស្អាតហ្មងមើលទៅស្រស់ស្រាយ